ជំរាបសួរអញ្ញើទេយរ៉ាវឿនជួបឯអ្នកទាំងអស់គ្នាលើថារដូវរងាឆ្នាំហ្នឹងរងាទៅឆ្នាំមុនទៅទៀតដូច្នេះហើយក្រុមលោកផេហ្នឹងចង់ផ្ដល់ភាពកក់ក្ដៅដល់អតិថិជនទាំងអស់គ្នាដោយមាន promotion event គឺសម្រាប់ប្រជាជនចូលរួមដោយគ្រាន់តែបញ្ចូលទឹកប្រាក់ហើយដល់នៅលេខទូរស័ព្ទខាងក្រុមហ៊ុនមកយើងនឹងមានតាប់ឈ្មោះយករង្វាន់ធំៗដូចជាផ្នែកដើម្បីម៉ាកហ្វូរបស់ប្រទេសកូរ៉េ10គ្រឿងបន្ទះអគ្គិសនីកម្រិតដៅហ្នឹង10បន្ទះទៀតហើយនៅជាមួយហ្នឹងកង្ហារងា10គ្រឿងទៀតចាស់ស្របទៅគឺចូល30គ្រឿងអញ្ចឹងស្មើនឹងការឈ្នះរង្វាន់30នាក់ដែរចាំត្រឹមតែប៉ុណ្្នឹងទេនៅក្នុងការបញ្ចូលទឹកប្រាក់របស់យើងហ្នឹងនឹងទទួលការសន្សំបន្ទុកដោយស្វ័យប្រវត្តិ 100% ភ្លាមៗមិនថាអ្នកណាក៏ដោយនៅក្នុងអតិថិជនចាស់នៅពេលដែលយើងនៅក្នុង event នេះហើយយើងអាចទទួលបានដូចជាការបញ្ចូលទឹកប្រាក់ទៅលើ SIM line អត់ contract ហ្នឹងបញ្ចូលភ្លាមបាន 1% នៃទឹកប្រាក់ដែលយើងបានបញ្ចូលទៅក្នុងការសន្សំបន្ទុកបូកជាមួយនឹងបន្ទុក 1900 បន្ទុកគុផុនថែមទៀតអញ្ចឹងយើងអត់បានឡើង 2250 point បន្ទុកគុផុនហើយតែចំពោះតែជនថ្មីដែលគាត់ download នៅក្នុង app ថ្មី download ហើយគាត់ដំឡើងនៅកម្មវិធីភ្លាមគាត់បើកកម្មវិធីមកគឺបាន 2000 won ហើយបូកនឹងជាមួយនឹងទឹកប្រាក់ស្វ័យប្រវត្តិបន្ទុកនឹងយើងឡើង 1% ហើយបូកជាមួយនឹងបន្ទុកដែលយើងមានដោយតែសិនចាស់ដែរគឺ 1900 point ទូគុផុនចាស់ស្របទៅឡើង 4250 point គុផុនហ្នឹងមែនអត់ចាក្នុងគុផុនទាំងអស់ហ្នឹងយើងអាចយកមកទិញអីវ៉ាន់នៅក្នុង online shopping mall ដូចជាគូផាងជាដើមនឹងមានការយកគុផុននឹងយកមកប្រើទៅក្នុងការទិញអីវ៉ាន់របស់នៅក្នុង GS25 ក៏បាននៅ CU Mart 24ម៉ោងយើងនឹងក៏បានចាបន្ទាប់ពីនេះគុផុននឹងយើងអាចយកទៅប្រើប្រាស់នៅក្នុងកម្មវិធីដែរដូចជា e-load ដែលយើងបាញ់កាត1រៀល2រៀលទៅឲ្យអ្នកខ្មែរបាញ់កាតទូរស័ព្ទចានៅក្នុងហ្នឹងក៏គុផុននឹងដែរអាចប្រើនៅក្នុងការបញ្ចូលទឹកប្រាក់ហ្គេមដូចគ្នាក៏បានដែរចាពិសេសមែនតើណាត់តែការ promotion នេះដែរយើងនឹងធ្វើការចាប់តាំងពីខែ11ថ្ងៃទី1រហូតដល់ថ្ងៃទី16នៃខែ11ចាហើយពួកយើងនឹងប្រកាសរង្វាន់អ្នកឈ្នះនៅថ្ងៃទី24ខែ11ផងដែរកុំភ្លេចចូលរួមទាំងអស់គ្នាលក្ខខណ្ឌងាយៗនៅក្នុងការចូលរួមនឹងខ្ញុំបញ្ជាក់ម្ដងទៀតអ្នកទាំងអស់គ្នាគ្រាន់តែបញ្ចូលទឹកប្រាក់ទៅមិនថា SIM អត់កុងត្រា line ដែលអត់កុងត្រាឬក៏ SIM card 10000ប្រចាំខែហ្នឹងអ្នកទាំងអស់គ្នាគ្រាន់តែយកលេខទូរស័ព្ទរបស់អ្នកទាំងអស់គ្នាឬក៏យកលេខទូរស័ព្ទដែលបានបញ្ចូលទឹកប្រាក់រួចហើយហ្នឹងមក comment ទៅលើវីដេអូរបស់ខ្ញុំឬក៏ឆាតទៅកាន់ page របស់ក្រុមហ៊ុនក៏បានដែរអ្នកទាំងអស់គ្នានឹងអាចចូលរួមក្លុកឈ្មោះដើម្បីចាក់យករង្វាន់អ្នកទាំងអស់គ្នាសូមកុំភ្លេចចូលរួមអ្នកទាំងអស់គ្នាណាបញ្ជាក់5ម្ដងទៀតថានៅពេលដែលយើងធ្វើ event លើកមុនហ្នឹងមានអ្នកចូលរួមតែ240នាក់ទេចាក្នុងចំនួនអត់ច្រើនទេណាអញ្ចឹងគ្រាន់តែលើកហ្នឹងយើងគ្រាន់តែគិតក៏ដឹងថាយើងនឹងមានឱកាសខ្ពស់នៅក្នុងការឈ្នះរង្វាន់ទាំងអស់នឹងដែរអ្នកទាំងអស់គ្នាសូមកុំភ្លេចចូលរួមទាំងអស់គ្នាណាហើយជូនពរឲ្យអ្នកទាំងអស់គ្នាមានសុខភាពល្អនៅក្នុងរដូវកាលខែរងានឹងដែរសូមអរគុណ